ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមករៀនធ្វើម្ហូបមួយមុខទៀតហើយថ្ងៃនេះគឺយើងមករៀនធ្វើម្ហូបសម្លមួយជូរគ្រឿងឆ្អឹងជំនីគោជ្រូកស្លឹកត្មូងហើយគ្រឿងផ្សំរបស់យើងនេះគឺមានអានេះស្លឹកត្មូងអានេះតឡាចឆ្អឹងជំនីជ្រូកគ្រឿងបុកអានេះខ្ទឹមច្រាំស្ករប៊ីចេងទឹកត្រីហើយនឹងខ្ទិះដូងអូខេនេះគ្រឿងផ្សំរបស់យើងសម្រាប់ធ្វើសម្លម្ជូរគ្រឿងឆ្អឹងជំនីជ្រូកតឡាចនៅថ្ងៃនេះហ្នឹងតោះឥឡូវយើងកុំឲ្យយូរយើងទៅមើលពីវិធីនៃការធ្វើទាំងអស់គ្នាបាទជាដំបូងនេះយើងបេះស្លឹកត្មូងបងប្អូនយើងបេះស្លឹកត្មូងកុំយកខ្នងវាបងប្អូនយើងបេះវាបេះឲ្យបានច្រើនអញ្ចឹងមកហើយយើងបានច្រើនហើយយើងយកមកហាន់វាឲ្យតូចយើងហាន់វាចំណិតតូចយើងអត់ដាក់ទាំងធំឯលឹកត្មូងណាហ្នឹងហើយយើងហាន់តូចអញ្ចឹងទៅយើងហាន់មើលតាមបរិមាណដែលយើងស្លបងប្អូនយើងស្លហ្នឹងយើងស្លប៉ុណ្ណាសាច់យើងប៉ុណ្ណាយើងស្មានមើលថាប៉ុណ្ណាវាជូរប៉ុណ្ណាវាល្មមអញ្ចឹងណាអានេះមិនមែនយើងចេះតែហាន់ឲ្យវាអស់ទេណាបងប្អូនហើយនេះបងប្អូនអានេះខ្ញុំហាន់វា2 3 ដងណាដោយសារយើងបេះបន្តិចអីយើងហាន់យើងបេះបន្តិចហើយយើងហាន់អញ្ចឹងណាអូខេនឹងឥឡូវយើងហាន់មកវាអស់ហើយឥឡូវចូលដល់យើងកាត់តឡាចម្ដងកាត់តឡាយើងចិតសបកវាអស់ទៅហើយបន្ទាប់ពីយើងចិតសបកវាអស់ចិត្តសបកមិនបាច់ចិត្តក្រាស់ពេកទេបងប្អូនយើងចិត្តស្ដើងទៅបានទេនេះយើងចិត្តសបកវាអស់មកបន្ទាប់ពីចិត្តសបកអស់ហើយយើងចាប់ផ្ដើមកាត់វាយើងប៉ាន់មើលមកល្មមខ្លួនយើងណាបងប្អូនយើងប៉ាន់មើលទៅយើងស្រឡាញ់ប៉ុណ្ណាយើងកាន់ប៉ុណ្ណោះហើយយើងចិត្តចឹងមកនេះតម្លៃខ្ញុំចុចចិត្តរបៀបចឹងណាយើងដាក់ស្លពេលយើងដាក់ស្លយើងចុចចិត្តរបៀបចឹងហ្នឹងហើយនេះយើងចិត្តមកចិត្តអស់ហើយតឡាចយើងប្រើតឡាចមួយខ្ញុំដាក់មួយវាមិនធំដែរទេតឡាចទូចមួយទេហ្នឹងហើយយើងចិត្តចឹងមកអូខេហើយចិត្តអស់ហើយសល់មកបន្តិចទៀតយើងចិត្តអស់បន្ទាប់ពីយើងចិត្តវាអស់ចឹងទៅយើងលាងវាទុកហើយយើងក៏ចាប់ផ្ដើមយ៉ាក់សាច់ឆ្អឹងជំនីរបស់យើងឆ្អឹងជំនីយើងចាក់ចូលហើយយើងលាងវាមកទឹក2 ទឹកអីចឹងទៅយើងលាងវាស្អាតចឹងណាព្រោះសាច់ជួនកាលគេដាក់លក់វាប៉ះដីប៉ះអីចឹងណាអូខេហើយដល់ដំណាក់កាលយើងចាប់ផ្ដើមស្លគឺយើងដាក់ខ្លាញ់បន្តិចមកយើងដាក់ខ្លាញ់ហើយបន្ទាប់ពីដាក់ខ្លាញ់ហើយយើងរងចាំឲ្យខ្លាញ់វាក្តៅបន្តិចយើងចាប់ផ្ដើមដាក់ខ្ទឹមច្រាំរបស់យើងណាដាក់ខ្ទឹមចិញ្ច្រាំដែលយើងបានច្រាំហើយហ្នឹងយើងដាក់ចូលមកអូខេហ្នឹងហើយយើងកកវាទុកវាក្រហមបន្តិចទុកខ្ទឹមហ្នឹងឲ្យវារឹងក្រហមបន្តិចណាហ្នឹងបន្ទាប់ពីរឹងក្រហមហើយនេះយើងចាក់គ្រឿងបុកអានេះគ្រឿងបុកគ្រឿងនេះខ្ញុំទិញពីផ្សារទេខ្ញុំមិនបានបុកខ្លួនឯងទេហ្នឹងហើយនៅក្នុងនោះគេមានដាក់ចូលអស់ហើយយើងកកវាឲ្យឈ្ងុយកគ្រឿងវាឲ្យឈ្ងុយចឹងមកហ្នឹងហើយកវាសិនមកឲ្យវាឈ្ងុយឲ្យវាចេញក្លិនឈ្ងុយខ្លាំងសិនមកបន្ទាប់ពីវាចេញក្លិនឈ្ងុយហើយយើងចាប់ផ្ដើមដាក់សាច់ចូលយើងដាក់សាច់ឆ្អឹងជំនីរបស់យើងដាក់ចូលមកហើយយើងកកឲ្យវាចូលជាមួយនឹងគ្រឿងណាកវាទុកវារៀងឆ្អិនបន្តិចយើងទុកវារៀងឆ្អិនបន្តិចក៏យើងកវាងាកកព្រោះនេះសាច់យើងវាអត់សូវមានទឹកទេវាងាយនឹងមិនងាយឆ្អិនអញ្ចឹងណាហ្នឹងហើយអូខេយើងករួចពេលវារៀងសពប់តិចហើយយើងចាក់ខ្ទិះដូងតិចទៅដើម្បីឲ្យវាមានជាតិទឹកនៅក្នុងឆ្នាំងរបស់យើងហ្នឹងហើយគេយើងកកវាចឹងទៀតមកនេះអានេះរៀងសពប់តិចហើយនេះតបមកខ្ញុំដាក់ស្លឹកត្មូងស្លឹកម្ជូរត្មូងអ្នកខ្លះគាត់ដាក់ទឹកហើយបានគាត់ដាក់អ្នកខ្លះគាត់ដាក់បែបនឹងហើយបានគាត់ដាក់ទឹកតាមក្រោយក៏អត់បញ្ហាដែរ
ស្លឹកត្មូងយើងចង់ដាក់ពេលណាក៏បានដែរបងប្អូនតែខ្ញុំចូលចិត្តដាក់ពេលយើងកកោជាមួយសាច់ឲ្យហើយទៅដើម្បីឲ្យស្លឹកត្មូងវាឆាប់ចេញជូរហ្នឹងបន្ទាប់មកយើងចាក់ទឹកចូលបន្តិចទៅតិចអីយើងគួរសមដែរយើងចាក់ទឹកចូលមកល្មមថាយើងអាចថាល្មមខ្លួនយើងចាក់ប៉ុណ្្នឹងទៅហើយយើងកកោបន្តិចទៅហើយយើងយកអីមកក្របមកបន្ទាប់ពីក្របហើយយើងចាំមកធូរឥឡូវដល់វាពុះបើកភ្លើងមកធូរទៅឥឡូវវាពុះហើយយើងបើកមកយើងកកោតិចមកបន្ទាប់មកយើងដាក់តឡាចរបស់យើងដែលយើងបានចិតរួចហ្នឹងយើងដាក់តឡាចចូលហ្នឹងហើយដាក់តឡាចនេះតឡាចខ្ញុំប្រើមួយផ្លែដាក់ចូលរួចអស់មកអូខេហើយយើងកកោវាចូលគ្នាបន្តិចទៅហើយបន្ទាប់មកទៀតយើងចាប់ផ្ដើមដាក់គ្រឿងរបស់យើងនេះអានេះខ្ញុំដាក់រ៉ូឌីបន្តិចទៅមិនតិចណាគួរសមដែរហ្នឹងហើយបងប្អូនដាក់គួរសមអានេះដាក់ស្ករខ្ញុំចាក់ស្ករចូលបន្តិចហើយបន្ទាប់មកទៀតខ្ញុំដាក់ប៊ីចេងខ្ញុំដាក់យើងដាក់កុំដាក់ច្រើនពេកប៊ីចេងយើងដាក់មកល្មមប៉ាន់ស្មានមើលថាมันអាចចូលជាតិត្រឹមទឹកប៉ុណ្ណឹងណាហ្នឹងហើយយើងកកោវាបន្តិចមកបន្ទាប់មកទៀតយើងក្រូបវាទុកមកធូរបន្ទាប់មកយើងបើកវាមើលវាពុះហើយយើងចាប់ដើមភ្លក់មើលទៅយើងភ្លក់មើលថាល្មមហើយអូខេហើយឥឡូវយើងចាប់ដើមដួសដាក់ចានយើងមកដើម្បីយើងហូបហើយហ្នឹងហើយអញ្ចឹងខ្ញុំភ្លក់មើលវាល្មមហើយខ្ញុំក៏ចាប់ដើមដួសវាដាក់ចានហ្នឹងហើយដើម្បីយើងហូបបាយពេលល្ងាចណាបងប្អូនហ្នឹងហើយអរគុណបងប្អូនបើសិនជាមានកន្លែងណាលើសលោះពាក្យសម្ដីខុសឆ្គងអីនិយាយមិនសមរម្យអធិស្ឋានផងបងប្អូនជួយ Subscribe ខ្ញុំផងអរគុណ